បើយើងមិនសុំបីតែស្មោះត្រង់ជាមួយនឹងគ្រួសារយើងតើយើងអាចទៅស្មោះត្រង់ជាមួយអ្នកណាហើយអ្នកណាទុកចិត្តយើងបើមនុស្សដែលយើងដេកនៅលើក្រែជាមួយយើងក្បត់គាត់បាត់ហ្នឹងបងប្អូនទាំងអស់គ្នាខ្ញុំឧទាហរណ៍ខ្លីមួយប្តីប្រពន្ធពីរនាក់ហ្នឹងកំពុងតែរកស៊ីលបអីមួយចឹងទៅទាំងប្តីទាំងប្រពន្ធសុទ្ធតែមានកាតព្វកិច្ចក្នុងការធ្វើអាជីវកម្មមួយហ្នឹងដែរដល់ទៅពេលឆ្លោះគ្នាទាស់គ្នាប្តីមានស្រីលែងលះគ្នាឥឡូវហ្នឹងកាតព្វកិច្ចដែលប្តីធ្លាប់រ៉ាប់រងពីមុនហ្នឹងអត់មានអ្នករ៉ាប់រងទទួលខុសត្រូវទេអញ្ចឹងអាជីវកម្មមួយហ្នឹងបើប្រុងត្រូវដើរល្អក៏វាលែងល្អដែរអានេះខ្ញុំនិយាយរឿងអាជីវកម្មចោះរឿងគ្រួសាររឿងក្តីសុខសុភមង្គលនៅក្នុងគ្រួសាររឿងកូនតើវាទៅជាយ៉ាងណាកូនអត់ឪពុកខ្លាយទៅជាកូនកំព្រានេះជារឿងដែលយើងត្រូវគិតគូរទាំងអស់គ្នាហើយកន្លងមកបងប្អូនណាខ្ញុំអត់កាន់ជើងមនុស្សស្រីទេកន្លងមក10ករណីខ្ញុំឃើញថាវាកើតចេញពីការចាប់ផ្ដើមឬក៏រឿងហេតុអង្គហេតុវាចេញពីមនុស្សប្រុសហ្មងហើយបងប្អូនកុំនិយាយថាទំពួកមិនទៅភ្នៅមិនមកទេវាដូចតែគ្នានឹងផ្ទះដៃម្ខាងវាមិនលឺទេបងប្អូនមនុស្សស្រីនៅពេលដែលគាត់ទៅលួងលោមម្ដងអត់ទាន់អីទេពីរដងអត់ទាន់ព្រមទេបីដងក៏អត់ទាន់ដែរចេះបើគាត់លួងលោម5ដង10ដង20ដង50ដង100ដងមនុស្សស្រីចិត្តទុនណាគាត់អាចយល់ព្រមដល់ថ្នាក់ពេលខ្លះគាត់មានគ្រួសារទៅហើយក្តីនោះក៏គាត់ព្រមទៅជាមួយនឹងបរិសម្នាក់នឹងដែរដោយសារតែគាត់មានអារម្មណ៍ថាមនុស្សប្រុសម្នាក់នេះអីក៏ល្អម្លេះលួងលោមអីក៏ពូកែម្លេះសម្ដីអីក៏ផ្អែមម្លេះបើប្តីខ្ញុំមិនដែលសម្ដីល្អអញ្ចឹងផងបើប្តីខ្ញុំមិនដែលយកចិត្តទុកដាក់ចំពោះខ្ញុំអញ្ចឹងផងតែគាត់នេះវិញល្អមែនតើណាសម្ដីឲ្យបរោះឲ្យផ្អែមឲ្យត្រជាក់តែបងប្អូនដឹងអត់ថាអាផ្អែមខ្លាំងត្រជាក់ខ្លាំងហ្នឹងវាពឹសខ្លាំងវាពុលខ្លាំងវាគ្រោះថ្នាក់ខ្លាំងដូចពេលខ្លះបងប្អូនណាមនុស្សដែលត្រជាក់បំផុតផ្អែមបំផុតគៀកបំផុតស្និទ្ធបំផុតល្អបំផុតគ្រោះថ្នាក់បំផុតពេលខ្លះបងប្អូនដែលលើគេនិយាយថាការងាររស់ស៊ីក៏ដោយអីក៏ដោយមិនបាច់គិតគ្នាឯងទេគិតថាដូចខ្ញុំនឹងអ្នកដតីទៅហេតុអីបាននិយាយអញ្ចឹងព្រោះពេលខ្លះរបស់មួយលក់ឲ្យគេតែ$10ទេតែលក់ឲ្យគ្នាឯង$11ម៉ូតូមួយគ្រឿងនឹងលក់ឲ្យគេតែ1500ទេលក់ឲ្យគ្នាឯង1700អញ្ចឹងអ្នកខ្លះគាត់ថាម៉ាពួកម៉ាមិនបាច់គិតតម្លៃគ្នាឯងគិតតម្លៃមនុស្សមិនស្គាល់គ្នាបដ ទៅអញ្ចឹងកន្លែងហ្នឹងវាមានន័យថាម៉េចមនុស្សកាន់តែគៀកកាន់តែស្និទ្ធពេលខ្លះកាន់តែគ្រោះថ្នាក់អញ្ចឹងពេលខ្លះបងប្អូនស្រីយើងណាកុំចាញ់បោកអាពាក្យផ្អែមអាពាក្យទុនភ្លុនពាក្យត្រជាពាក្យល្អពាក្យបរោះពាក្យលួងលោមកុំចាញ់បោកបើយើងមានគ្រួសារហើយបិទត្រជាហ្មងដើរចេញហ្មងនិយាយអីនិយាយទៅបិទត្រជាហ្មងបើថាឆាតមកទេមកប្លុកលេខចោលបណ្ដោយបើថាជួបមុខគ្នានិយាយបែបលេបខាយដើរចេញបណ្ដោយហើយកុំខ្លាចខឹងសុំទោសបងអធិស្ឋានខ្ញុំរវល់តិចខ្ញុំមានការងារត្រូវធ្វើដើរចេញទៅទេមកចុចបិទទៅប្លុកលេខចោលទៅយើងមានគ្រួសារហើយកុំទៅលេងលបែងបំផ្លាញគ្រួសារយើងជាមួយគាត់ឲ្យគាត់ទៅរកអ្នកណាទៅតែយើងកុំចូលរួមជាមួយគាត់អញ្ចឹងកន្លែងនេះជាសារមួយខ្ញុំចង់ផ្ដាំទៅកាន់បងប្អូនស្រីមិនថាបងប្អូនកូនក្មួយមានគ្រួសារហើយឬក៏នៅក្រមុំទេកុំចាញ់ពាក្យលួងលោមរបស់គេហើយជាពិសេសសម័យនេះបងប្អូនប្រុសមួយចំនួនបកែណាខ្ញុំអត់ទាន់មានគ្រួសារផងខ្ញុំធ្លាប់មានគ្រួសារដែរប៉ុន្តែឥឡូវខ្ញុំពោះម៉ាយខ្ញុំលែងប្រពន្ធហើយខ្ញុំលែងឡើង 2-3 ឆ្នាំហើយរាល់ថ្ងៃនៅផ្ទះជាមួយគ្នាសោះហ្នឹងប្រាប់គេសិតតែលែងប្រពន្ធហើយប្រាប់គេសិតតែកំឡោះចាស់ខ្ញុំអត់ទាន់មានគ្រួសារទេវារមិនបានដូចចិត្តតែមកជួបមីអូនឯងហ្នឹងវាដូចជាមាននិស័យហ្មងដូចត្រូវចិត្តហ្មងពេញចិត្តហ្មងនិយាយទៅគឺថាដេកដើរឈរអង្គុយដេកយល់សពឃើញទៀតនៅវាដល់ថ្នាក់ហ្នឹងអាក្តីស្រឡាញ់ហ្នឹងវាជោគជាំហ្មងដល់តែពេលបងប្អូនកូនក្មួយស្រីយើងស្ដាប់ឮហើយវារំភើបចិត្តព្រោះកន្លងមកវាអត់មានណានិយាយផ្អែមនិយាយត្រជាក់និយាយបរោះរំដំអញ្ចឹងដាក់ដល់តែគេបកែលួងលោមក៏ទុនចិត្តហើយនៅពេលដែលគេបបួលទៅណាទៅណីក៏ទៅតាមគេអញ្ចឹងទៅទីបំផុតទើបស្ដាយក្រោយអញ្ចឹងកន្លែងនេះបងប្អូនកូនក្មួយស្រីកុំចាញ់ពាក្យលួងលោមរបស់គេសិក្សាពីគេឲ្យច្បាស់សិនហើយកុំតន់អូខេកុំតន់ព្រមព្រៀងមើលគាត់សិនគាត់ចំណាស់ម៉ានហើយមនុស្សប្រុសតែដល់ថ្នាក់អាយុ30ក្រាស់40 អីហើយប្រាប់ថាកំឡោះចាស់ឬក៏អត់ដែលមានប្រពន្ធភាគរយវាមានតិចមិនមែនថាអត់មានទេភាគរយមានកំឡោះចាស់មានអីមែនប៉ុន្តែលក្ខណៈថា100នាក់មិនប្រកាសថាមាន10នាក់ផងភាគច្រើនគឺគាត់មានគ្រួសារហើយឬក៏ពេលខ្លះគាត់មានគ្រួសារហើយប៉ុន្តែគាត់មិនទាន់លែងលះគ្នាគាត់អាចឆ្លោះគ្នាប៉ុន្តែគាត់អត់បានទាន់លែងលះគ្នានៅឡើយទេអញ្ចឹងអាហ្នឹងយើងតែយកគាត់ក៏ខុសដែរព្រោះគេនៅក្នុងនាមជាប្តីប្រពន្ធជាមួយគ្នានៅឡើយតែយើងចូលទៅគឺយើងអ្នកទី3យើងមានបញ្ហាហ្មងគឺយើងខុសហ្មងយើងคล้ายទៅជាមូលហេតុនៃការបែកបាក់គ្រួសាររបស់គេហើយហ្នឹងកម្មបងប្អូនណាអត់បានទេថ្ងៃក្រោយគាត់អាចក្បត់យើងទៅយកអ្នកផ្សេងទៀតហើយអ្នកផ្សេងដែលយកគាត់នឹងគាត់នឹងក្បត់តទៀតទៅយកអ្នកផ្សេងទៀតដោយពាក្យខ្មែរយើងលោកថា1មិនស្កប់10មិនស្កល់ទេតែធ្លាប់ក្បត់1ទៅ2 2ទៅ3 3ទៅ4 4ទៅ5ទៅរហូតហើយអញ្ចឹងបងប្អូនប្រយ័ត្នបន្តិចចំពោះមនុស្សប្រភេទហ្នឹងវាគ្រោះថ្នាក់នៅមិននៅកុំយកជាប់ភ្នែកមកត្បៀតឃ្លៀកតែ
តបើមិនឈឺកុំយកឈើរុកព្រោះយកឈើរុកហ្នឹងវាឈឺអាចលភ្នៅហ្នឹងតែយកមកត្បៀតក្លៀកហ្នឹងវាជាប់ដូចកៅ502ចឹងអត់មានបញ្ហាកុំយកទុកដាក់ខ្លួននេះជាអ្វីដែលខ្ញុំចង់ផ្ដែផ្ដាំទៅកាន់បងប្អូនកូនក្មួយស្រីហើយសម្រាប់បងប្រុសកុំថាខ្ញុំកាន់ជើងស្រីឲ្យសោះមែនទេខ្ញុំឃើញបញ្ហាវាច្រើនពេកដែលកើតឡើងចេញពីបងប្អូនយើងប្រុសពាក្យគ្រូខ្ញុំមួយម៉ាត់គាត់បង្រៀនថាមនុស្សប្រុសបើចង់ជោគជ័យណាកុំដេញតាមមនុស្សស្រីប្រឹងប្រែងអភិវឌ្ឍខ្លួនប្រឹងប្រែងរៀនសូត្រប្រឹងប្រែងធ្វើការតែយើងមានសមត្ថភាពមានចំណេះដឹងយើងមិនបាច់ដេញតាមគេទេយើងមានសិទ្ធិក្នុងការជ្រើសរើសមនុស្សដែលយើងស្រឡាញ់បើមួយថ្ងៃរវល់តាទេឆាតទៅរកមនុស្សស្រីអត់គិតប្រឹងធ្វើការផងគិតរឿងធ្វើការសិនគិតរឿងមានលុយចាយសិនគិតរឿងធ្វើយ៉ាងណាដើម្បីឲ្យមានសេរីភាពហិរញ្ញវត្ថុសិនមនុស្សវាសំខាន់តម្លៃតាបើយើងអត់លុយផងយើងអត់គេឈ្មោះយើងអត់កិត្តិយសយើងអត់ឋានៈផងយើងទៅដេញមនុស្សស្រីណាក៏ដោយគេមិនត្រឹមតែមិនព្រមស្រឡាញ់យើងទេគេរត់ចេញពីយើងតែបើយើងធ្វើខ្លួនឯងជាមនុស្សដែលមានតម្លៃមានសមត្ថភាពមានលុយជាមនុស្សដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុមនុស្សស្រីគេចង់បានយើងណាព្រោះដោយសារអីគេអាចពឹងយើងបានព្រោះដោយសារយើងជាមនុស្សដែលគេអាចពឹងពាក់បាននៅថ្ងៃអនាគតចុះបើយើងស្អីក៏មិនច្បាស់មិនទាន់មានអីទេតែងាកឡើងចង់ស្រឡាញ់អ្នកនេះចង់ស្រឡាញ់អ្នកនោះចង់ការចង់ចេះចង់ចុះអត់ទេបងប្អូនគិតឲ្យច្បាស់គិតឲ្យវែងឆ្ងាយយើងមើលខ្លួនឯងសិនមាំនៅតិចខ្យល់បក់អារម្មណ៍នៅឡើយពង្រឹងអាណាចក្ររបស់យើងសិនការងាររបស់យើងរហងៃនឹងណប៉ុណ្ណារបររកស៊ីរបស់យើងរហងៃមាននៅកន្លែងនេះយើងត្រូវគិតគូរឲ្យបានច្បាស់លាស់អានេះខ្ញុំនិយាយមនុស្សប្រុសទូទៅតែបើក្នុងករណីមនុស្សប្រុសដែលមានគ្រួសារហើយកុំបែកឆ្វេងតែបែកឆ្វេងគឺអាលាយទាំងអស់ពាក្យខ្មែរយើងណាចង្រៃមាន3បងប្អូនណាចង្រៃមាន3ណាស្រីស្រាលបែងមួយណាក៏ចង្រៃដែរ3នឹងវិនិច្ឆ័យហ្មងតើបងប្អូនងប់ជាមួយលបែងអាលាយទាំងអស់គ្រួសារក៏អាលាយទ្រព្យសម្បត្តិដែលមានស្អីគ្រប់បែបយ៉ាងប្រចាំលក់ចោលទាំងអស់លក់ខ្ទេចហ្មងអត់សល់ទេហើយបើបងប្អូនវក់មួយស្រាហើយអត់យូរទេអំពើហិង្សាក្នុងគ្រួសារគ្រោះថ្នាក់ចរាចរណ៍ហើយទីបំផុតសល់ជំងឺរាប់រយមុខនៅក្នុងខ្លួនអាលាយដូចគ្នាហើយអាទី3រឿងស្រីមិនថាបងប្អូនមានគ្រួសារមិនមានគ្រួសារទេឲ្យទៅវង្វេងវង្វាន់តាមតែរឿងស្រីគិតតែរឿងស្រីស្រឡាញ់ស្រីឆាតទេរកស្រីវក់វង្វេងរឿងស្រីអាលាយមិនបាច់បានធ្វើការមិនបាច់បានរកស៊ីអានេះបើមនុស្សប្រុសទូទៅដែលមិនទាន់មានគ្រួសារតែបើមានគ្រួសារហើយធានាហ្មងដឹងតែបែកបាក់គ្រួសារហ្មងគាត់តែមុនហើយក្រោយហើយបងប្អូនហ្នឹងបែកទៅព្រោះខ្ញុំចង់បានអ្នកថ្មីហ្នឹងទៅស្អីក៏អត់មានដែរសមត្ថភាពក៏អត់មានចំណេះក៏អត់មានជំនាញក៏អត់មានចាប់ផ្ដើមឡើងវិញទាំងអស់តែបើថាឥឡូវមានចំណេះមានជំនាញមានលុយទៅចុះអូខេតែត្រូវចាប់ផ្ដើមឡើងវិញណាកិនគូភាសាទៀតហើយកិត្តិយសគេឈ្មោះរបស់យើងមិនមែននៅល្អដូចមុនទេបើថាពីមុនបន្ទុយើងវាមាន10ឥឡូវបែកពីប្រពន្ធដើមធ្វើឲ្យគាត់ទៅជាស្ត្រីមេម៉ាយយើងចោលប្រពន្ធចោលកូនបន្ទុយើងដកណាពីមុន10ឥឡូវមិនមែន9ទៀតគ្រាន់តែបែកពីប្រពន្ធដើមហ្នឹងទៅបន្ទុសល់3អីទេពីមុនគេគោរពស្រឡាញ់គេឲ្យ10បន្ទុតែគ្រាន់តែបែកឆ្វេងតែមានស្រីពឹបបែកពីគ្រួសារបែកពីប្រពន្ធដើមរត់ចោលកូនចោលប្រពន្ធបន្ទុគេមិនមែនដក1ទេគេដក7ដក8ដក9ហ្មងអាចនៅសល់តែ3បន្ទុទេឬក៏1ទេឬអ្នកខ្លះ0ហ្មងកម្រិតដែលថោកទាបបំផុតកម្រិតដែលអន់បំផុតកម្រិតដែលគ្រោះថ្នាក់បំផុតកម្រិតដែលទាបបំផុតគឺសល់0អត់មានកិត្តិយសអត់មានគេឈ្មោះអត់មានណាចង់រាប់រកអត់មានណាចង់ស្គាល់ទៀតទេអានេះបើករណីធ្ងន់ធ្ងរឡើយនឹងបងប្អូនត្រូវគិតឡើងវិញបើបងប្អូនចូលអាករណីធ្ងន់ធ្ងរនេះចប់ហ្មងចង់ទៅរកស៊ីអីក៏អត់មានណាហ៊ានរកស៊ីជាមួយដែរព្រោះយើងជាមនុស្សដែលអត់ស្មោះត្រង់បើយើងមិនសូម្បីតែស្មោះត្រង់ជាមួយនឹងគ្រួសារយើងតើយើងអាចទៅស្មោះត្រង់ជាមួយអ្នកណាហើយអ្នកណាទុកចិត្តយើងបើមនុស្សដែលយើងដេកនៅលើគ្រែជាមួយយើងក្បត់គាត់បាត់ហ្នឹងយើងទៅលួចមានអ្នកថ្មីបាត់ហ្នឹងចុះតម្រាំតែដៃគូវិនិយោគរបស់យើងគាត់មានមកដេកលើគ្រែជាមួយយើងឯណាគាត់ដេកផ្ទះគាត់យើងដេកផ្ទះយើងតាសំណួរសួរតែយើងអាចក្បត់គាត់ដែរអត់អាចអញ្ចឹងគេចង់រកស៊ីជាមួយយើងអត់គេចង់យកយើងទៅធ្វើការអត់គេខ្លាចទៅកន្លែងការងារគេនឹងទៅតាក់ទងប្រពន្ធគេតាក់ទងបុគ្គលិកគេនឹងធ្វើឲ្យរឿងរ៉ាវបែកអូហូស្ទឹងខាតការងាររបររកស៊ីគេទៅទៀតដូច្នេះសូមបងប្អូនទាំងអស់គ្នាកុំធ្វើជាមនុស្សដែលគេខ្លាចរអាគេអត់ហ៊ានរាប់រកគេអត់ហ៊ានហៅមកធ្វើការងារជាមួយគេអត់ហ៊ានរកស៊ីជាមួយអញ្ចឹងសូមរក្សាភាពស្មោះត្រង់ស្រឡាញ់តែប្រពន្ធយើងមួយនឹងទៅរស់នៅជាមួយគ្នាទៅបើគាត់មិនសូវចេះយកចិត្តទុកដាក់ជាមួយយើងយកចិត្តទុកដាក់ជាមួយគាត់ទៅបើគាត់មិនសូវធ្វើឲ្យយើងសោចយើងធ្វើឲ្យគាត់សោចទៅបើគាត់មិនសូវធ្វើឲ្យយើងសប្បាយយើងរៀនធ្វើឲ្យគាត់សប្បាយចិត្តទៅដូចឧទាហរណ៍ជាក់ស្ដែងថ្ងៃខួបកំណើតប្រពន្ធខ្ញុំវាអត់មានលុយក្នុងកងធនាគារទេតែខ្ញុំចង់
surprise នំខេកគាត់ខ្ញុំគិតផែនការមួយខ្ញុំចង់ខ្ចីលុយប្អូនថ្លៃដើម្បីទិញនំខេកជូនគាត់រួចហើយល្ងាចនោះក៏គាត់ថាំងតែញ៉ាំអីជុំគ្នាទៅនាំគ្រួសារទៅញ៉ាំជុំគ្នាហើយបើជ្រុលទៅញ៉ាំអីជុំគ្នាប្រាប់គាត់ហ្មងទៅថាខ្ញុំអត់មានលុយនៅក្នុងកងធនាគារទេដល់ខ្ញុំបាញ់ឲ្យគាត់អស់ហើយខ្ញុំចង់ទិញនំខេកឲ្យគាត់ដោយតាមរយៈខ្ចីលុយប្អូនថ្លៃតែដោយសារឥឡូវនាំគ្រួសារទៅញ៉ាំអីជុំគ្នាហើយក៏ខ្ញុំលុបចោលគម្រោងនឹងទៅមិនបាច់ខ្ចីលុយប្អូនទៀតទេព្រោះតែញ៉ាំអីជុំគ្នាហើយប្រាប់គាត់ត្រង់ហ្មងហើយបើគាត់សប្បាយចិត្តឬគាត់អន់ចិត្តអីខ្ញុំមិនដឹងធ្វើម៉េចវាអត់មានលុយព្រោះលុយបាញ់ឲ្យគាត់ទាំងអស់តួលេខប្រមាណគឺគាត់ដឹងទាំងអស់ស្មោះត្រង់ទៅវិញទៅមកយើងមានអីចង់ប្រាប់គាត់ទៅតែបងប្អូនអាចនិយាយថាបើឲ្យលុយប្រពន្ធអស់អញ្ចឹងពិបាករកតែទិញអីហូបគាត់មានលុយទិញទេតោះសុំគាត់ទៅគាត់មានចិត្តអាក្រក់គាត់ធនាគារប្រពន្ធថាវាយបែងដកពេលណាក៏បានគាត់តែដកម្ដងវាមានកំណត់តែសុកចិត្តឲ្យវាមានកំណត់អញ្ចឹងចុះកុំឲ្យវាចេញហូរដូចទឹកមានប្រមាណក៏មិនសល់សុកចិត្តឲ្យវាចេញតិចតែចង់បញ្ចេញពេលណាក៏មានអាហ្នឹងបានសំខាន់ចេញម្ដងច្រើនដល់ថ្ងៃពេលត្រូវការលហន់បតន់អត់មានអាហ្នឹងបញ្ហាអញ្ចឹងត្រឡប់មកវិញបងប្អូនក្មួយស្រីកុំចាញ់បោកការលួងលោមពាក្យបន្ទន់ឆ្អឹងរបស់មនុស្សប្រុសមួយចំនួនបកែទៅហ្មងបើឲ្យយកទៅធ្វើជាបុគ្គលិកលក់វិញមិនដឹងជាលក់ដាច់ប៉ុណ្ណាទេប្រហែលជាជាប់ជាបុគ្គលិកឆ្នាំជារៀងរាល់ខែបណ្ដោយកុំចាញ់បោកគាត់ហើយបងប្អូនកូនក្មួយជាមនុស្សប្រុសសូមគិតគូរពិចារណាឡើងវិញកុំបំផ្លាញអនាគតរបស់គេដោយសារតែមហិច្ឆតារបស់យើងសូមកុំយកអារឿងប៉ុណ្្នឹងយកមកដាក់មុខណាយើងមានរឿងធំច្រើនណាដែលត្រូវដោះស្រាយដែលត្រូវគិតកុំយកអារឿងប៉ុណ្្នឹងបាតដៃហ្នឹងយកមកដាក់នៅមុខបើមិនចឹងធ្វើអីអត់កើតទេកៀងទាំងអស់ថាស្អីក៏កៀងដែរសូមបងប្អូនកូនក្មួយគិតគូរពិចារណាឲ្យបានវែងឆ្ងាយអនាគតយើងណាអត់លេងសើចទេតែយើងនៅគិតរឿងប៉ុណ្្នឹងគេទៅដល់ណាដល់ណីអស់ហើយគេដល់ AI គេដល់ data center គេដល់ឋានប្រច័ណ្ឌអស់ហើយគេផលិត chip អស់ហើយលោកអើយអាឯងនៅគិតអារឿងប៉ុណ្្នឹងបាតដៃនៅឡើយតើពេលណាទើបយើងអាចមានគំនិតរីកចម្រើនដូចគេសូមគិតពិចារណាទាំងអស់គ្នាអរគុណបងប្អូនជម្រាបលា